បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតក្រុមហ៊ុន Coca-Cola Cambodia Beverage Company អបអរខួប33ឆ្នាំនៅកម្ពុជាពោលគឺអបអរការមានរោងចក្រប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជាហើយបានអបអរយ៉ាងខ្លាំងមានអត្ថន័យដោយក្រុមហ៊ុនបានរៀបចំការបរិច្ចាគឈាមនិងការជួយខ្ចប់សាប៊ូដើម្បីយកចែកជូនគ្រួសារនិងកុមារនៅក្នុងអង្គការផ្កាយសមុទ្រកម្ពុជានៅថ្ងៃដដែលនោះ Coca-Cola Cambodia Beverage Companyមិនត្រឹមតែអបអរខួប33ឆ្នាំនៃការរួមដំណើរជាមួយប្រជាជនកម្ពុជាប៉ុណ្ណោះទេតែក៏ជាខួបលើកទី140ឆ្នាំរបស់ Coca-Cola លើពិភពលោកដែរការអបអរឆ្នាំនេះសាមញ្ញតែមិនសាមញ្ញដោយសារក្រុមហ៊ុនបានយកការងារជួយសហគមន៍ជាការតបស្នងសងគុណបងប្អូនខ្មែរពិសេសអ្នកត្រូវការជំនួយបុគ្គលិករោងចក្របានចូលរួមនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនក្នុងខណ្ឌរសីកែវរាជធានីភ្នំពេញដើម្បីអបអរហើយក៏មានដៃគូសហការពីអង្គការផ្កាយសមុទ្រកម្ពុជាសន្តាគារ Sofitel Trip Shangri-La និងមិត្តអ្នកសារព័ត៌មានបានចូលរួមបរិច្ចាគឈាមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះគឺជាពេលវេលាដែលមជ្ឈមណ្ឌលត្រូវការឈាមបន្ថែមដើម្បីយកទៅផ្គត់ផ្គង់ដល់អ្នកត្រូវការឈាមដើម្បីសង្គ្រោះជីវិតក្រៅពីនេះបុគ្គលិក Coca-Cola ខ្មែរក៏បានជួយខ្ចប់សាប៊ូខ្ចប់ដោយបេះដូងពោពេញដោយភាពរីករាយការវិចខ្ចប់សាប៊ូកែច្នៃនេះគឺសម្រាប់យកទៅចែកជូនគ្រួសារនិងកុមារនៅក្នុងសហគមន៍ស្ទឹងមានជ័យនិងច្បារអំពៅតាមរយៈអង្គការផ្កាយសមុទ្រ IFF ក្នុងគោលដៅលើកកម្ពស់អនាម័យនិងសុខុមាលភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគេលោក Paulo Gaspar Rodriguez អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola Cambodia Beverage Company បានមានប្រសាសន៍ថាថ្ងៃនេះជាថ្ងៃពិសេសនិងសំខាន់របស់អាជីវកម្មយើងវាគឺជាថ្ងៃខួបលើកទី140ឆ្នាំរបស់ Coca-Cola របស់យើងស្រឡាញ់ចូលចិត្តក៏ជាខួបលើកទី33ឆ្នាំដែលក្រុមហ៊ុន Coca-Cola Cambodia Beverage Company បានផលិតភេសជ្ជៈនៅកម្ពុជាក្នុងប្រទេសកម្ពុជាដោយដៃខ្មែរសម្រាប់ប្រជាជនខ្មែរគឺជាក្រុមហ៊ុនដែលបង់ពន្ធជូនរដ្ឋយ៉ាងគត់មុតនិងបន្តធ្វើជាក្រុមហ៊ុនគំរូមួយនៅកម្ពុជាថ្ងៃនេះយើងយកការអបអរខួបរបស់យើងចូលរួមចំណែកជួយសហគមន៍ជាការតបស្នងហើយយើងនៅតែបន្តគាំទ្រនិងបង្កើតអំពើល្អៗដើម្បីជួយប្រទេសកម្ពុជាឲ្យរីកចម្រើនជាបន្តបន្ទាប់លោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានមានប្រសាសន៍ថាការចូលរួមផ្ដល់ឈាមរបស់បុគ្គលិកក្រុមហ៊ុន Coca-Cola ថ្ងៃនេះគឺចំពេលដែលមជ្ឈមណ្ឌលត្រូវការឈាមបន្ថែមដើម្បីផ្ដល់ឈាមសង្គ្រោះជីវិតអ្នកដែលមានតម្រូវការហើយក៏ត្រូវកោតសរសើរចំពោះក្រុមហ៊ុន Coca-Cola ដែលបង្កើតទម្លាប់ដោយយកការអបអរជាការផ្ដល់ឈាមសង្គ្រោះជីវិតវាពិតជាមានអត្ថន័យណាស់និងមានអត្ថប្រយោជន៍សម្រាប់សង្គមខ្មែរយើងលោកស្រីជួបវិជ្ជការនាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រកម្ពុជាបានមានប្រសាសន៍ថាគំនិតផ្ដួចផ្ដើមនេះបានជួយលើកកម្ពស់អនាម័យនិងសុខុមាលភាពរស់នៅរបស់គ្រួសារនិងកុមារខ្វះខាតផ្ដល់សាប៊ូបើស្ដាប់ទៅដូចសាមញ្ញណាស់តែព្រោះសាប៊ូនេះគ្រួសារទាំងនោះនឹងបង្កើនការលាងដៃឲ្យបានស្អាតពេលដៃស្អាតមិនសូវឈឺស្កាត់ហើយមិនសូវខាតពេលប្រកបរបរធ្វើឲ្យក្មេងៗអាចទៅរៀនជាប់លាប់ក្នុងឱកាសខួបអបអរដ៏ពិសេសនេះក្រុមហ៊ុន Coca-Cola Cambodia Beverage Company សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកដៃគូសហការនិងមិត្តអ្នកសារព័ត៌មានដែលបានចូលរួមអបអរជុំគ្នាដោយភាពកក់ក្ដៅនិងរីករាយក្រុមហ៊ុនបដិញ្ញាជួយគាំទ្រសហគមន៍ក៏ដូចជាបន្តរួមចំណែកនៃការរីកចម្រើនរួមគ្នាជាមួយកម្ពុជាក្រុមហ៊ុន Coca-Cola Cambodia Beverage Company ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជាអស់រយៈពេល33ឆ្នាំមកហើយដែលបាននឹងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជាដោយកូនខ្មែរសម្រាប់ប្រជាជនខ្មែរតាំងពីឆ្នាំ1993បច្ចុប្បន្នរោងចក្រទំនើបរបស់យើងបានស្ដាក់សម្ពោធឲ្យដំណើរការក្នុងឆ្នាំ2016មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញខណ្ឌកំបូលរាជធានីភ្នំពេញក្រុមហ៊ុន Coca-Cola Cambodia Beverage Company ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្វាយCoca-Cola Limited ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុន Coca-Cola ហើយមានសិទ្ធិផ្ដាច់មុខក្នុងការផលិតធ្វើទីផ្សារនិងចែកចាយផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅប្រទេសកម្ពុជាក្រុមហ៊ុន Coca-Cola Cambodia Beverage Company ផលិតភេសជ្ជៈចំនួន14មុខមាន8ម៉ាកផលិតផល8 brand Coca-Cola Dasani Sprite Fanta Fab Forty Aquarius និង Samurai ក្រុមហ៊ុន Coca-Cola Cambodia Beverage Company បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់និងជួយជំរុញអាជីវកម្មតូចធំជាង 50,000 កន្លែងនៅទូទាំងប្រទេសឲ្យរីកចម្រើនផងដែរ